នេះជារបៀបដែលអ្នកគួរពាក់ម៉ាស់របស់អ្នកជំហានទី1លាងដៃអ្នកឲ្យបានស្អាតមុននឹងអ្នកចាប់កាន់ម៉ាស់យកមកពាក់ការលាងដៃរបស់អ្នកអាចបញ្ឈប់មេរោគពីដៃរបស់អ្នកទៅលើម៉ាស់និងមុខរបស់អ្នកជំហានទី2អ្នកត្រូវប្រាកដថាការពាក់ម៉ាស់របស់អ្នកតម្រង់ឡើងលើបានត្រឹមត្រូវហើយគ្របច្រមុះមាត់និងចង្ការបស់អ្នកកុំប៉ះម៉ាស់របស់អ្នកពេលណាអ្នកកំពុងពាក់វាជំហានទី3លាងដៃរបស់អ្នកម្ដងទៀតបន្ទាប់ពីអ្នកបានពាក់ម៉ាស់របស់អ្នកជំហានទី4ព្យាយាមកុំប៉ះផ្នែកខាងមុខម៉ាស់ពេលណាអ្នកដោះវាចេញដាក់វាចូលក្នុងធុងសម្រាមភ្លាមប្រសិនបើវាជាម៉ាស់ក្រណាត់ដាក់វាចូលក្នុងថង់ប្លាស្ទិកហើយលាងសម្អាតវាមុនអ្នកពាក់វាម្ដងទៀតយកល្អគួរយកម៉ាស់ច្រើនជាងមួយតាមជាប់ជាមួយអ្នកពេលណាអ្នកចេញទៅក្រៅជំហានទី5លាងដៃរបស់អ្នកម្ដងទៀតបន្ទាប់ពីដោះម៉ាស់ចេញ